ហើយបងប្អូនទាំងអស់គ្នាហើយអានេះយើងមកទៅក្រែងនេះមកនិយាយរួមពីយប់មិញបើយើងខ្លាំងទៅហើយបានជា2គីឡូដែរបងប្អូនក្នុងជើងចាប់6ធុងអញ្ចឹងណាប៉ុន្តែសម្រាប់បងប្អូនទាំងអស់នេះគឺអាពណ៌ក្រហមហ្នឹងគឺវាចាស់ខែបានល្អយើងយកទៅបង្កាត់ធ្វើមេបាទៀតមេពូជបន្តទៀតអញ្ចឹងណាហើយអានៅពណ៌សហ្នឹងយើងគេហៅថាដាក់បន្តវាឲ្យវាស៊ីចំណីបន្តទៀតដើម្បីឲ្យវាធំធាត់ឲ្យគ្រប់ថ្ងៃគ្រប់ខែក៏វាឲ្យវាមានសុខភាពល្អឲ្យតកូនហ្នឹងវាឡើងធំដោយអាពណ៌ក្រហមអញ្ចឹងណាដើម្បីយើងយកទៅភ្ញាក់បើសិនជានៅតូចពេកមេពូជហ្នឹងក៏វាតូចដែរបងប្អូនបាទហើយ